ពេលនេះជាឋានសួគ៌មែនទេចង់ក្រសោបស្ទុំអោមអូនអីលើសំឡឹងយូទៅបើអូនល្អដូចផ្ការីកសាយជ្រាបសួរបងអាចស្រីសុំសួរតិចបានអត់បងបាទបងស្គាល់អ្វីទៅគេហៅថា STC អត់ស្គាល់ស្គាល់ទៅ ABC អត់អីទេបងអញ្ចឹងថ្ងៃនេះវីដេអូថ្ងៃនេះខ្ញុំនឹងណែនាំបងឲ្យស្គាល់ថាអ្វីទៅគឺជា STCសមាគមក្លឹបទេសចរសៀមរាបគឺជាសមាគមមិនរកប្រាក់ចំណេញដែលត្រូវបានបង្កើតនៅក្នុងឆ្នាំ2019ដើម្បីលើកកម្ពស់និងអភិវឌ្ឍសហគ្រាសក្នុងវិស័យទេសចរការផលិតព័ត៌មានវិទ្យាបច្ចេកវិទ្យាអាជីវកម្មកសិកម្មទីផ្សារការផ្សព្វផ្សាយនិងការរៀបចំព្រឹត្តិការណ៍ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍយើងជឿជាក់ថាការសហការគ្នាអាចនាំមកនូវការផ្លាស់ប្ដូរដ៏មានអត្ថន័យនិងយូរអង្វែងដើម្បីជួយឲ្យសហគ្រាសនៅកម្ពុជាឈានដល់សមត្ថភាពពេញលេញរបស់ខ្លួនសមាគមមានការបដិញ្ញាថាអនុវត្តសកម្មភាពផ្ដោតលើសេដ្ឋកិច្ចប្រកបដោយចីរភាពការផ្ដល់ឱកាសសិក្សានិងបណ្ដុះបណ្ដាលការគ្រប់គ្រងគម្រោងនិងការផ្ដល់ប្រឹក្សាអាជីវកម្មសម្រាប់អ្នកវិនិយោគជាតិនិងអន្តរជាតិនៅក្នុងប្រទេសកម្ពុជាដែលកន្លងមកនេះយើងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនពិសេសការបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ចដែលឥតគិតថ្លៃដល់បងប្អូនដែលងាយរងគ្រោះតាំងពីឆ្នាំ2023មកទល់នឹងបច្ចុប្បន្នសរុបជាង700នាក់ហើយបច្ចុប្បន្នសមាគមក៏មានសេវាកម្មជាច្រើនដូចជាក្នុងនោះមានការបណ្ដុះបណ្ដាលនិងអភិវឌ្ឍធនធានជំនាញហើយយើងនឹងសហការរៀបចំក៏ដូចជារៀបចំនៅព្រឹត្តិការណ៍ទេសចរនានាក្នុងនោះយើងក៏ជា platform មួយដែលបងអាចស្វែងរកការងារក៏ដូចជាស្វែងរកបុគ្គលិកផងដែរហើយសំខាន់ណាស់ STC គឺជាថ្នាលយ៉ាងសំខាន់មួយដែលផ្ទុកនៅព័ត៌មានទេសចរជាច្រើនទៀតក្នុងនោះមានសេវាកម្មជាច្រើនដែលខ្ញុំអត់តាមបានរៀបរាប់តែខ្ញុំនឹងលម្អិតនៅវីដេអូក្រោយសម្រាប់បងម្ចាស់អាជីវកម្មដែលចាប់អារម្មណ៍ក៏ដូចជាចង់សួរព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ095 កក88និង66ឬក៏អាចមកទីតាំងយើងផ្ទាល់នៅសន្តាគារមេមោះភីលេសចិត្តសាក់ក្រោមផងដែរមួយទៀតកុំភ្លេចបងជួយ like subscribe ក៏ដូចជា follow បណ្ដាញសង្គមរបស់ STC ឲ្យបានច្រើនផងដែរណាដែលខ្ញុំនឹងដាក់ link នៅលើ caption នៃវីដេអូមួយនេះចូលរួមជាមួយពួកយើងសហការគ្នាធ្វើឲ្យទេសចរមានស្ថិរភាពចាសសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយបាយ